Hello ពីណាគេខ្លះចេះដាក់ម៉ូតលើ Minecraft ឬក៏គេហៅថា MJ Launcher អញ្ចឹងណាបាទណាគេចេះអាចមើលវីដេអូនេះបានបាទខ្ញុំបង្រៀនខ្លីៗជំហានដំបូងអ្នកគ្នាចុចចូល MJ Launcher អ្នកគ្នាមកបន្ទាប់មកអ្នកគ្នាចុចសញ្ញាព្រួញអ្នកគ្នានឹងឃើញសញ្ញាបូកនិងពាក្យ create អ្នកគ្នាចុចមកបន្ទាប់មកអ្នកគ្នាចុច create fabric ហើយអ្នកគ្នាគ្រាន់តែមើលខាងលើហ្នឹងទៅដំបូងអ្នកគ្នាចុចបិទ crease សិនមក show only ហ្នឹងហើយអ្នកគ្នាចុចពីលើឬ version អ្នកគ្នាចង់លេខ version ប៉ុន្មានអ្នកគ្នាអាចដាក់តាមហ្នឹងមកបន្ទាប់ពីអ្នកគ្នាដាក់ហើយអ្នកគ្នាចុចអាក្រោមមួយទៀតមកអ្នកគ្នារើសអាហ្នឹងតាមអ្នកគ្នាពេញចិត្តចង់ដាក់មួយណាសម្រាប់ខ្ញុំចង់ដាក់0ចុច17ចុច0ហើយអ្នកគ្នាថយមកវិញអស់មកអ្នកគ្នាថយហើយចុចសញ្ញាព្រួញអ្នកគ្នានឹងឃើញ fabric យើងដោនមិញហើយតបមកអ្នកគ្នាចុចចេញមកចូលកម្មវិធី Associate បើអ្នកគ្នាអត់ទាន់មានទេអ្នកគ្នាអាចទៅដោនបានយើងចុចចូលមកហើយយើងដើររកម៉ូតរបស់យើងសម្រាប់ខ្ញុំមានម៉ូតហើយអ្នកគ្នាអាចទៅដោនរកខ្លួនឯងឥឡូវយើងចុចម៉ូតយើងមកបន្ទាប់មកយើងចុចរូបភ្នែកបន្ទាប់មកយើងចុចលើនឹងទៀតមករួចយើងចុចពីលើនេះចុចឲ្យជាប់បន្ទាប់មកយើងចុច copy មករួចថយក្រោយបន្ទាប់មកទៀតយើងឃើញពាក្យថា download យើងចុចមករួចចុចទី2បន្ទាប់មកយើងចូល Android រួចចុច data រួចយើងអូសទៅក្រោមរកពាក្យ MJ Launcher ដែលវាមានរូបនៅនឹងហើយអ្នកគ្នាគ្រាន់តែចុចវាមករួចចុច file រួចចុច Insister បើខ្ញុំអានខុសសូមអធិស្ឋានផងបន្តមកអ្នកគ្នាដល់រក version អ្នកគ្នាមកអ្នកចុចចូលរួចអ្នកគ្នាចុច pass ហើយចុច OK បើខ្ញុំនិយាយខុសត្រង់ណាសូមអធិស្ឋានផងព្រោះខ្ញុំទៅរៀន voice over លើដំបូងអញ្ចឹងណា